bạn chỉ điệp số bông bồn tọt ní bạn chụp ní một căn video thay chỉ thấy hay video ní trong những thời ca chạy trong này từ căn bông bồn từng ngọc ní ông pi ca pra rồi môn round up round down int និង ABS នៅក្នុងកម្មវិធី Microsoft Excel អញ្ចឹងដូចបងប្អូនឃើញតារាងទិន្នន័យនេះអញ្ចឹងតិចទៀតយើងនឹងអនុវត្តរូបមន្តទាំង5នេះដើម្បីកំណត់ទិន្នន័យដែលយើងចង់បានអញ្ចឹងអាចបញ្ជាក់បងប្អូនតិចដែររូបមន្ត round យើងប្រើប្រាស់ដើម្បីបង្ហាញទិន្នន័យមុនក្បៀសនិងក្រោយក្បៀសប្រមាណខ្ទង់ដែលបងប្អូនចង់បង្ហាញអញ្ចឹងទៅបាទហើយ round up មានន័យថាយើងប្រើប្រាស់សម្រាប់បង្គាត់ទិន្នន័យក្រោយក្បៀសហ្នឹងឲ្យវាឡើងទៅមុខទៀតឧទាហរណ៍ថា6អញ្ចឹងឲ្យវាឡើងទៅ7បាទ 6.94 99 95នេះទៅ7អញ្ចឹងទៅហើយ round down មានន័យថាយើងអត់យកទិន្នន័យក្រោយក្បៀសទេយើងយកទៅទិន្នន័យមុនក្បៀសទេអញ្ចឹងណាបាទហើយ int អញ្ចឹងទៅយើងនឹងបង្ហាញទិន្នន័យដែលចំនួននៅមុខក្បៀសហើយឲ្យទិន្នន័យផ្សេងទៀតគឺស្មើ0ទាំងអស់បាទអញ្ចឹងណាដោយ86 49 97អញ្ចឹងស្មើ0អត់មានទិន្នន័យទេហើយដោយឡែក ABS យើងនឹងធ្វើប្រើប្រាស់ដើម្បីផ្លាស់ប្ដូរទិន្នន័យឬក៏មានថាបង្ហាញទិន្នន័យពីអវិជ្ជមានទៅវិជ្ជមានអូខេអញ្ចឹងកុំឲ្យខានពេលយូរយើងអនុវត្តជាមួយគ្នាទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត round up round down int និង ABS អូខេដំបូងខ្ញុំចុចសាមទិន្នន័យអញ្ចឹងបាទអូខេទៅដល់សាមទិន្នន័យដែរបាទអូខេអញ្ចឹងយើងនឹងអនុវត្តរូបមន្តទាំង5ខាងលើជាមួយគ្នាអញ្ចឹងដើម្បីបង្ហាញទិន្នន័យទៅតាមមុនក្បៀសនិងក្រោយក្បៀសតាមបងប្អូនចឹងបានបងប្អូនអាចចុចប្រើប្រាស់រូបមន្ត round អញ្ចឹងចុចសញ្ញាស្មើមកហើយសេពាក្យ round មកបាទនេះខ្ញុំរើសនៅលើ desktop ដូចមានស្រាប់តាមទៀតវាឲ្យយើងជ្រើសរើស number បាទលេខទិន្នន័យខ្ញុំចុចកន្លែងនេះមកតាមទៀតក្បៀសមកវាឲ្យយើងកំណត់ទៅលើ norm digit អញ្ចឹងមានន័យបងប្អូនចង់បានប៉ុន្មានខ្ទង់អញ្ចឹងនៅក្រោយក្បៀសឧទាហរណ៍ខ្ញុំចង់បាន2ខ្ទង់ហើយខ្ញុំបិទមួយចោលវិញមកបាទ enter ទៅដាក់អញ្ចឹងមានថាវាបង្ហាញទៅទិន្នន័យ$8.29នេះដោយសារយើងប្រើប្រាស់រូបមន្ត round នៅពេលដែលទិន្នន័យធំជាងនៅក្រៅក្បៀសហ្នឹងគឺវានឹងប្រកួតឡើងឲ្យយើងអូតូម៉ាទិកឧទាហរណ៍បើសិនមកខ្ញុំនេះខ្ញុំកំណត់2បើខ្ញុំកំណត់3វានឹងបង្ហាញ3ឲ្យអញ្ចឹងនេះបាទ 2.87 អញ្ចឹងដែរហើយបើខ្ញុំដាក់កំណត់1វានឹងបង្ហាញឲ្យតែ1នេះបាទហើយវាប្រកួតឲ្យយើងក្បៀស3 8ក្បៀស3អញ្ចឹងដែរបាទនេះគឺការប្រើប្រាស់រូបមន្ត round ដើម្បីបង្ហាញក្រោយក្បៀសណាបាទទី2យើងនឹងប្រើប្រាស់រូបមន្ត round up ហើយ round up នេះខ្ញុំបញ្ជាក់អញ្ចឹងគឺយើងដើម្បីបង្គាត់ទិន្នន័យក្រោយក្បៀសឲ្យវាឡើងអញ្ចឹងបងប្អូនអាចចុចសញ្ញាស្មើមកហើយបងប្អូនចុច round up មកបាទនៅលើនេះមានហើយអញ្ចឹងវាឲ្យយើងជ្រើសរើស number បាទ number ក្បៀសកន្លែងទិន្នន័យដែលយើងជ្រើសរើសចង់បង្ហាញមកក្បៀសមួយហើយវាឲ្យ norm digit អញ្ចឹងបងប្អូនអាចចុច0ដែរបាទឲ្យវាបង្ហាញទិន្នន័យ0ហើយបិទមួយចោលមកអូខេអញ្ចឹងវានឹងប្រកួតឲ្យយើងឡើងអូខេពី 6.94 99 95នេះទៅជា$7អញ្ចឹងនេះគឺប្រើប្រាស់រូបមន្ត round up គឺឡើងណាបាទទី3បាទយើងនឹងអនុវត្តរូបមន្ត round down ដើម្បីប្រកួតទិន្នន័យបាទប្រកួតទិន្នន័យប៉ុន្តែប្រកួតទិន្នន័យនេះគឺប្រកួតទិន្នន័យក្រោយក្បៀស0មកដោយអត់មានប្រកួតឡើងទេគឺប្រកួតចុះតែម្ដងស្មើ0អញ្ចឹងយើងអាចអនុវត្តមកបាទចុចសញ្ញាស្មើហើយចុចពាក្យ round down មកបាទនេះខ្ញុំរើសលើ desktop នេះហើយបើកមួយចោលមកហើយជ្រើសរើស number បាទ select លើ number ដែលបងប្អូនចង់នេះមកហើយ norm digit នេះខ្ញុំដាក់0អញ្ចឹងទៅបាទបិទមួយចោលវិញ enter អញ្ចឹងទិន្នន័យទៅនេះវា 6.94 99 95ប៉ុន្តែពេលដែលយើងប្រើប្រាស់រូបមន្ត round down វាប្រកួតទៅ0ទាំងអស់អញ្ចឹងណាបាទអូខេអញ្ចឹងបន្តទៀតយើងនឹងអនុវត្តការប្រើប្រាស់រូបមន្ត int អញ្
ចឹងណាបាទ int ចឹងបងប្អូនអាចចុចសញ្ញាស្មើមកបាទហើយដូចបញ្ជាក់បងប្អូនអញ្ចឹងរូបមន្ត int នេះគឺយើងប្រើប្រាស់សម្រាប់បង្ហាញតែចំនួនមុខក្បៀសទេទិន្នន័យមុខក្បៀសណាអញ្ចឹងមុខទិន្នន័យក្រោយក្បៀសវាកាត់ចោលទាំងអស់បាទអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្ហាញទិន្នន័យនេះអញ្ចឹងចុចខ្ញុំចង់បានតែមុខក្បៀសនេះប្រើប្រាស់រូបមន្ត int មកបាទហើយបើកវងកញ្ចក់ហើយជ្រើសរើស number ចំនួនដែលយើងចង់នេះមកហើយបិទវងកញ្ចក់វិញមកហើយ enter ទម្លាក់បាទឃើញវាបង្ហាញតែទិន្នន័យតែ4នេះដែលឡាយក្រោយក្បៀសនេះវាប្រកួតទៅជា0ទាំងអស់បាទអញ្ចឹងណាអូខេតទៅទៀតយើងនឹងអនុវត្តរូបមន្ត ABS ឬក៏ ABS ហ្នឹងបាទដើម្បីផ្លាស់ប្ដូរទិន្នន័យពីអវិជ្ជមានទៅវិជ្ជមានអញ្ចឹងបងប្អូនចង់បង្ហាញទិន្នន័យពីអវិជ្ជមានទៅវិជ្ជមានបងប្អូនគ្រាន់តែចុចសញ្ញាស្មើមកហើយសេពី ABS បាទឬក៏ ABS ហ្នឹងតទៀតបើកកញ្ចក់មកទៅជ្រើសរើសទិន្នន័យឬក៏ព័ត៌មានទៅជាលេខរបស់បងប្អូនហ្នឹងបន្តទៀតហើយបិទវងកញ្ចក់វិញមកហើយ enter ទម្លាក់មកបាទវានឹងបង្ហាញឲ្យយើងតទៅនឹងពីខាតបាទខាត$4.864997នេះទៅជា$4ទៅជាចំណេញវិញបាទចំណេញយើងថាចំណេញទៅវាជាមានបាទទៅជាចំណេញ$4.8650ពីប្រកួតឡើងឲ្យយើងណាបាទអញ្ចឹងសម្រាប់រូបមន្ត ABS គឺយើងសម្រាប់បំលែងទិន្នន័យពីអវិជ្ជមានទៅវិជ្ជមានអញ្ចឹងណាអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានប៉ុណ្ណេះឯងសម្រាប់ចែករំលែកទៅកាន់បងប្អូនមានការប្រើប្រាស់រូបមន្ត round up round down int និង ABS ឬក៏ ABS ជាភាសាបារាំងបាទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះហើយសូមចែករំលែកជួយចែករំលែកបន្តទៀតដើម្បីជាកម្លាំងចិត្តដល់ខ្ញុំក្នុងការផលិតនិងបង្កើតមេរៀនឬក៏វីដេអូឬក៏ការចែករំលែកជាវិជ្ជមានផ្សេងៗជាចំណេះដឹងផ្សេងៗទៅកាន់បងប្អូនយើងផ្សេងៗទៀតហើយដើម្បីជាកម្លាំងចិត្តខ្ញុំបន្តបង្កើតវីដេអូបន្ថែមទៀតអញ្ចឹងណាបាទអរគុណបងប្អូនទាំងអស់គ្នា